ស្ដីបងប្អូនអរគ្នាចាអានេះគឺជាប្រភេទមេសាប៊ូដុំប្រភេទទឹកដោះគោហើយនិងប្រភេទថ្លាចាបងប្អូនណាខ្លះដែលអត់ទាន់ចេះធ្វើសាប៊ូដុសមុខហើយនឹងដុសខ្លួនឥឡូវទៅមើលរបៀបធ្វើទាំងអស់គ្នាសាប៊ូយើងធ្វើរួចហើយមានសភាពបែបនេះចាអានេះដុសបានទាំងខ្លួនហើយនឹងមុខតោះទៅមើលរបៀបធ្វើទាំងអស់គ្នាជាដំបូងយើងមានក្រូចខ្វិចចំនួន3ផ្លែក្រូចនេះខ្ញុំលាងទឹករួចហើយយើងយកតែផ្នែកសម្បកទេយកមកធ្វើបងប្អូនធ្លាប់ដឹងហើយថាផ្លែក្រូចសម្បូរទៅដោយវីតាមីន C ច្រើនមែនទែនតួនាទីរបស់វីតាមីន C ជួយបំបត្តិស្នាមអុចខ្មៅស្រអាប់ឲ្យភ្លឺរលោងថ្លាស្អាតបែបធម្មជាតិជួយកម្ចាត់កោសិកាចាស់បណ្ដុះកោសិកាថ្មីពេលដែលយើងលុបលាងមុខហើយបងប្អូនកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃផងពេលបកសម្បកហើយបងប្អូនយកទៅស្ងោរចំនួនទឹក300 ml ហើយរំងាស់វា15នាទីរួចទុកឲ្យត្រជាក់ហើយចាំយកមកក្លុកពេលដែលយើងក្លុកវាម៉ត់ហើយយើងយកវាមកត្រង់ដើម្បីកុំឲ្យវាចូលកាកនេះខ្ញុំធ្វើជាមួយមេសាប៊ូដុំប្រភេទថ្លាប្រភេទទឹកដោះគោក៏ដាក់ទៅស្អាតដែរបងប្អូនចាទឹកក្រូចស្ងោរខ្ញុំដាក់ចំនួន2វែកតូចជែលអាឡូវេរ៉ាខ្ញុំដាក់ចំនួន2វែកតូចវីតាមីន E ចំនួន2គ្រាប់ក្លិនផ្កាម្លិះខ្ញុំដាក់ចំនួន1វែកតូចបើបងប្អូនអត់ចង់ដាក់ក៏បានដែរមេសាប៊ូដុំខ្ញុំដាក់ចំនួនកន្លះគីឡូយើងហាន់វាជាចំណិតតូចដើម្បីឲ្យវាឆាប់រលាយចាក់វាចូលឆ្នាំងហើយយើងយកទៅរំងាស់ដាក់ភ្លើងតិចបានហើយបងប្អូនដើម្បីកុំឲ្យវាខ្លោចបានឃើញថាវារលាយសពអស់ហើយយើងយកល្បាយដែលយើងធ្វើរួចហ្នឹងយកទៅចាក់ចូលកូរឲ្យវាសពហើយយើងចាក់ចូលពុម្ពបងប្អូនកុំទុកឲ្យវាត្រជាក់ហើយចាំចាក់គឺធ្វើឲ្យយើងចាក់ចូលពុម្ពតែម្ដងទុករយៈពេល30នាទីឥឡូវឃើញថាវាត្រជាក់ហើយមើលហើយធ្វើតាមអត់បងប្អូនអរគុណជម្រាបលា